សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំជិះម៉ូតូពីខេត្តកែបទៅខេត្តស្វាយរៀងចម្ងាយផ្លូវ226គីឡូចំណាយពេល5ម៉ោង3នាទីតែបើយើងជិះជាក់ស្ដែងវាអាចនឹងលើសហ្នឹងអាចនឹងចូល7ម៉ោងដោយសារយើងបើកល្មមហើយនេះជាទិដ្ឋភាពតាមផ្លូវដែលយើងជិះកាត់ភ្នំកំពង់ត្រាចភ្នំកំពង់ត្រាចនេះគឺជាភ្នំដែលមានវ័យចំណាស់និងមានបារមីពូកែស័ក្តិសិទ្ធិដែលបងប្អូនប្រជាជនចិត្តឆ្ងាយតែងតែមកគោរពបន់ស្រន់សូមសេចក្តីសុខនេះបើតាមខ្ញុំដឹងពីចាស់ជំនាន់មុនគាត់បាននិយាយប្រាប់ហើយនេះគឺជាទិដ្ឋភាពតាមជើងភ្នំដែលមានបងប្អូនយើងអ្នកស្រុកបែបហ្នឹងបានមកលក់អីវ៉ាន់ដូចជាផ្លែឈើនំនែកបាយទឹកនិងកាហ្វេជាដើមគាត់លក់ដើម្បីទទួលអ្នកដំណើរដែលមកលេងភ្នំកំពង់ត្រាចនេះខ្ញុំជិះទៅខេត្តស្វាយរៀងយើងមកដល់ផ្លូវបំបែកគិនស្វាយយើងក៏ឈប់ទិញទឹកហូបផ្លេតហើយយើងក៏នៅសល់តែ2ម៉ោងជាទៀតដល់ស្វាយរៀងហើយនេះជាផ្លូវបំបែកឥឡូវយើងមកដល់អ្នកលឿងហើយវីដេអូខ្ញុំធ្វើកាត់ដែរទេព្រោះជាវីដេអូថ្មីសម្រាប់ខ្ញុំដែរអញ្ចឹងបងប្អូនមានការខុសទោះអីសូមបងប្អូនអធិស្ឋានក្នុងការបញ្ចូលចម្លែកនេះជាទិដ្ឋភាពនៅលើស្ពានអ្នកលឿងឃើញថាអ្នកដំណើរជិះដោយម៉ូតូគាត់បានឈប់នៅលើស្ពាននេះមើលលិចមើលកើតខ្ញុំក៏បានឈប់ដូចគេដែរនេះជាទិដ្ឋភាពនៅលើស្ពានគឺស្រស់ស្អាតមែនទែនទឹកឡើងខៀវស្ងាត់តែម្ដងឥឡូវនេះយើងមកដល់ផ្សារស្វាយជ្រុំខេត្តស្វាយរៀងឥឡូវយើងបានមកដល់ផ្លូវចូលផ្ទះហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ